ទូកដឹកអ្នកទេសចរក្រឡាប់នៅភូមិនិរដីប្រទេសចិនបណ្ដាលឲ្យមនុស្សស្លាប់9នាក់និងរបួសរាប់សិបនាក់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃច័ន្ទនេះថាមនុស្ស9នាក់បានស្លាប់និង70នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីខ្យល់បក់ខ្លាំងបានបណ្ដាលឲ្យទូកដឹកអ្នកទេសចរក្រឡាប់នៅភូមិនិរដីនៃប្រទេសចិនទូរទស្សន៍រដ្ឋ CCTV បាននិយាយថាទូកដឹកអ្នកដំណើរបានក្រឡាប់កាលពីរសៀលថ្ងៃអាទិត្យនៅលើទន្លេមួយក្នុងទីក្រុងឈៀនស៊ីខេត្តហ្គីជូដែលមនុស្សចំនួន84នាក់បានធ្លាក់ចូលទៅក្នុងទឹកប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថាគិតត្រឹមព្រឹកថ្ងៃច័ន្ទនេះមនុស្ស9នាក់បានស្លាប់និង70នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមនុស្សម្នាក់នៅបាត់ខ្លួននិង4នាក់ទៀតមិនមានគ្រោះថ្នាក់នោះទេទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបាននិយាយថាប្រធានាធិបតីចិនលោកស៊ីជីនពីងបានជំរុញឲ្យកិច្ចខិតខំប្រឹងប្រែងទាំងអស់នៅក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះនិងការព្យាបាលអ្នករបួសលោកស៊ីជីនពីងក៏បានគូបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងវិធានការសុវត្ថិភាពនៅក្នុងតំបន់ទេសចរនិងកន្លែងសាធារណៈធំៗផ្សេងទៀតការស៊ើបអង្កេតបានរកឃើញថាទូកទាំងនោះមិនមានផ្ទុកអ្នកដំណើរលើសទម្ងន់នោះទេនាំមកជូនដោយហាងចែវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 0046 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាប្រសុទ្ធ CPHN ជាទឹកប្រសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបើឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ